ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃ3យ៉ាងមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ខ្សែ3យ៉ាងនោះគឺជាខ្សែទទួលលាភសំណាងក្នុងឆ្នាំ2025នេះជាដំបូងខ្ញុំសូមណែនាំខ្លួនខ្ញុំបន្តិចនាងខ្ញុំជាគ្រូមើលខ្សែបាតដៃខ្ញុំរៀនមើលខ្សែបាតដៃរយៈពេល3ឆ្នាំកន្លងមកហើយគ្រូរបស់នាងខ្ញុំគាត់ជាជនជាតិជប៉ុនដ៏ល្បីម្នាក់នៅក្នុងប្រទេសជប៉ុនគ្រូរបស់នាងខ្ញុំគាត់រៀនមើលខ្សែបាតដៃតាំងពីអាយុ20រហូតដល់ពេលបច្ចុប្បន្នគាត់មានអាយុ70ឆ្នាំហើយចាអញ្ចឹងគាត់មានបទពិសោធន៍ខាងមើលខ្សែបាតដៃរយៈពេល50ឆ្នាំចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរជាដំបូងខ្ញុំនឹងលើកយកខ្សែទី1ខ្សែទី1គឺជាខ្សែផលបុណ្យចាតាមពិតខ្សែនេះគឺខ្សែទទួលផលបុណ្យចាគឺខ្ញុំសរសេរកាត់ដើម្បីកុំឲ្យវែងពេកខ្ញុំដាក់ឈ្មោះឲ្យថាជាខ្សែផលបុណ្យបើពុកម៉ែបងប្អូនមានខ្សែផលបុណ្យនេះនឹងទទួលបានលាភសំណាងក្នុងឆ្នាំ2025នេះខ្សែនេះប្លែកណាស់ពុកម៉ែបងប្អូនពុំសូវមានទេខ្សែនេះឆ្នាំ2025បើពុកម៉ែបងប្អូនមានខ្សែនេះនឹងទទួលបានលាភសំណាងមានចំណូលចូលច្រើនខ្សែប្រភេទនេះគឺជាបុគ្គលតស៊ូប្រឹងប្រែងកន្លងមកជួបបញ្ហាក៏ច្រើនជួបទុក្ខលំបាកក៏ច្រើនដែរជីវភាពតានតឹងជាច្រើនឆ្នាំខែកន្លងមកហើយប៉ុន្តែស្រាប់តែមានខ្សែនេះចេញមកមួយរំពេចភ្នែកខ្សែជីវិតផ្លាស់ប្ដូរមិនគួរឲ្យជឿចាបងប្អូនបើមានខ្សែនេះជីវិតនឹងផ្លាស់ប្ដូរមិនគួរឲ្យជឿទេស្រាប់តែមានចំណូលចូលឧទាហរណ៍ថាការរកស៊ីស្រាប់តែរកស៊ីឡើងចំណែកបងប្អូនយើងធ្វើស្រែចម្ការនឹងទទួលបានផលខុសពីការគិតចាបើពុកម៉ែបងប្អូនធ្វើការគឺការងារឡើងឋានៈឡើងប្រាក់ខែបើការរកស៊ីគឺរកស៊ីឡើងចំណូលចូលច្រើនចាអញ្ចឹងពុកម៉ែបងប្អូនការព្យាយាមរបស់យើងម្នាក់មុននឹងក្រោយយូរនឹងឆាប់នឹងទទួលបានផលឲ្យតែយើងព្យាយាមកុំបោះបង់យើងរកស៊ីយើងធ្វើអ្វីក៏ដោយឲ្យតែសុចរិតមិនបៀតបៀនគេថ្ងៃណាមួយយើងនឹងទទួលបានផលមកវិញជាទីគាប់ចិត្តអញ្ចឹងបន្តមកទៀតខ្ញុំនឹងលើកយកខ្សែទី2គឺខ្សែវាសនាខ្សែវាសនាដែលចេញពីទួលច័ន្ទវែងរហូតដល់ម្រាមដៃកណ្ដាលបងប្អូនចាខ្សែបាតដៃនេះគឺម្ចាស់បាតដៃមានទឹកចិត្តល្អតែងតែជួយគេឯងហើយអ្នកដទៃក៏តែងតែជួយគាត់មកវិញដែរបើមានបញ្ហាអ្វីតែងតែមិត្តភក្តិឬក៏អ្នកដទៃជួយជ្រោមជ្រែងគាត់វិញចាអញ្ចឹងអំពើល្អមិនសាបសូន្យទេរីឯលោកអ្នកដែលកំពុងតែរកស៊ីបើមានខ្សែនេះមានភ្ញៀវចូលច្រើនមានភ្ញៀវជួយគាំទ្រច្រើនការរកស៊ីក៏ដំណើរការល្អទៅមុខដែរអ្នកខ្លះទៀតប្តីឬក៏ប្រពន្ធជួយផ្ដល់កម្លាំងចិត្តជួយគាំទ្រក្នុងការងារធ្វើឲ្យការរកស៊ីល្អប្រសើរទៅមុខចាអញ្ចឹងខ្សែនេះជាខ្សែមានសំណាងល្អអញ្ចឹងបន្តមកទៀតខ្ញុំនឹងលើកយកខ្សែទី3ខ្សែទី3គឺខ្សែជីវិតមាន2ខ្សែខ្សែជីវិតមានរង្វង់ធំគឺល្អណាស់ទៅហើយថែមទាំងមានខ្សែជីវិតមួយខ្សែទៀតឬក៏ហៅថាខ្សែជំនួយក៏បានដែរហៅថាខ្សែជីវិត2ខ្សែឬក៏ហៅថាខ្សែជំនួយក៏បានដែរពុកម៉ែបងប្អូនចាខ្សែជីវិតមានរង្វង់ធំហើយមានខ្សែជំនួយមួយខ្សែទៀតជាខ្សែបាតដៃមានសំណាងល្អណាស់មានសុខភាពមាំមួនជាបុគ្គលប្រឹងប្រែងរកស៊ីមានចំណូលចូលច្រើនហើយក៏ជាបុគ្គលជួបទុក្ខលំបាកក៏ច្រើនដែរចាអញ្ចឹងជួបទុក្ខលំបាកក៏ច្រើននឿយហត់ក៏ច្រើនដែរប៉ុន្តែម្ចាស់បាតដៃជាបុគ្គលគិតវិជ្ជមានទោះបីទុក្ខ
ចាទោះបីជួបទុក្ខលំបាកច្រើនយ៉ាងណាក៏ដោយក៏មិនចុះចាញ់ព្យាយាមតស៊ូទៅមុខជានិច្ចចាបងប្អូនទុក្ខលំបាកមិនមែនជាឧបសគ្គទេទុក្ខលំបាកជាបទពិសោធន៍ចាអញ្ចឹងខ្សែជីវិតនេះមានតែមួយខ្សែធំអព្យាស្រ័យមានតែមួយខ្សែដែលធំច្បាស់គឺល្អណាស់ទៅហើយប៉ុន្តែថែមទាំងមានមួយខ្សែទៀតជាខ្សែជំនួយចាជាខ្សែជំនួយមួយខ្សែទៀតគឺល្អខ្លាំងណាស់គឺជាបុគ្គលមិនខ្លាចនឿយហត់ហើយក៏ជាបុគ្គលមិនចេះទំនេរដែរប៉ុន្តែទោះបីជាមានកម្លាំងខ្លាំងយ៉ាងណាក៏ដោយក៏ត្រូវមានពេលសម្រាកឲ្យបានគ្រប់គ្រាន់ដែរចាអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកជូនពុកម៉ែបងប្អូនបន្ថែមបន្តិចទៀតគឺពណ៌ដែលជួយលើករាសីក្នុងឆ្នាំ2025នេះពុកម៉ែបងប្អូនគឺបែបជប៉ុនចាពណ៌ដែលជួយលើករាសីក្នុងឆ្នាំ2025នេះគឺពណ៌មាសពណ៌ស្វាយពណ៌ខៀវនិងពណ៌បៃតងគឺ4ពណ៌ពុកម៉ែបងប្អូនចាពណ៌ទាំង4នេះគឺជួយលើករាសីពុកម៉ែបងប្អូនឲ្យកាន់តែប្រសើរអញ្ចឹងពណ៌ទាំង4នេះយើងប្រើដោយម្ដេចគឺប្រើជាសម្លៀកបំពាក់យើងជ្រើសរើសជាសម្លៀកបំពាក់ឬក៏របស់ប្រើប្រាស់ដូចជាកាបូបឬក៏កាបូបដៃអីហ្នឹងពុកម៉ែបងប្អូនចាអញ្ចឹងចុងក្រោយខ្ញុំសូមជូនពរពុកម៉ែបងប្អូនឆ្នាំថ្មីសិរីសួស្តីរាសីឡើងសុខភាពល្អរកស៊ីមានបានសំណាងល្អទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍វីដេអូរបស់នាងខ្ញុំសូមជួយឲ្យមេដៃនិងចុចសញ្ញាកណ្ដឹងជាការលើកទឹកចិត្តហើយនឹងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណ